សួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបបង្កើតក្រុមឬក៏យើងហៅថា Squad នៅក្នុង Mobile Legends របស់យើងហ្នឹងហើយអញ្ចឹងវាអត់មានអីបាក់ទេហ្នឹងហើយជំហានដំបូងអ្នកនរគ្នាគ្រាន់តែចូលមកកាន់ game Mobile Legends របស់យើងមកហ្នឹងហើយបន្តមកទៀតយើងយកសញ្ញា key នៅខាងស្ដាំនេះខាងក្រោមគេនេះអញ្ចឹងយើងប៉ះលើវាមួយទៅហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញក្រុមរបស់គេជាអាហ្នឹងក្រុមរបស់គេដែលគេបានបង្កើតហ្នឹងហើយឬក៏យើងហៅថា Squad ហ្នឹងអញ្ចឹងបន្តមកទៀតយើងយកត្រីទី2កន្លែងនេះទី2វាដាក់ថា create Squad នេះអញ្ចឹងយើងប៉ះលើវាមួយទៅអញ្ចឹងបញ្ជាក់អានេះកន្លែងនេះគឺជាក្រុមរបស់គេអញ្ចឹងបើសិនជាយើងចង់ចូលក្រុមរបស់គេអញ្ចឹងយើងគ្រាន់តែចុច apply ហ្នឹងទៅហ្នឹងហើយយើងចុច apply ទៅបើសិនជាគេ approve យើងអាចចូលបានហើយអញ្ចឹងបើសិនជាគេអត់ approve ទេមានន័យថាយើងអាចចូលបានទេហ្នឹងហើយអញ្ចឹងយើងចុច create Squad កន្លែងនេះមកអញ្ចឹងបន្តមកទៀតមកដល់កន្លែងនេះយើងឃើញកន្លែងវាដាក់ឈ្មោះ Squad នេះឈ្មោះក្រុមរបស់យើងហ្នឹងហើយទី2sort name អញ្ចឹងយើងដាក់ជាអក្សរកាត់នេះខាងលើយើងអាចដាក់ឈ្មោះជាឈ្មោះពេញទៅហើយទី2យើងអាចដាក់ជាអក្សរកាត់ជាដូចជា2តួ3តួអីចឹងទៅហើយកន្លងទី3ហ្នឹងអត់អីទេយើងដាក់ក៏បានយើងមិនដាក់ក៏បានអញ្ចឹងណាអញ្ចឹងអ្វីដែលសំខាន់គឺនៅពេលដែលយើងបង្កើតគឺវាត្រូវការ199ពេជ្រ199 diamond ហ្នឹងអញ្ចឹងអ្នកនរគ្នាយកខាងក្រោមនេះគេដាក់ថា free អញ្ចឹង free ហ្នឹងកន្លែងនេះដល់ពេលដែលយើង select យក free អញ្ចឹងយើងអាចដាក់ឈ្មោះដែរបានហើយអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាបើសិនជាយើង select យកខាងលើនេះអញ្ចឹងយើង select យកខាងលើយើងបន្ទាប់ពីយើងដាក់ឈ្មោះយើងអាចដាក់ឈ្មោះរបស់យើងមកយើងអាចដាក់ឈ្មោះក្រុមរបស់យើងអញ្ចឹងណាខ្ញុំដាក់ថា do អញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំដាក់អញ្ចឹងហើយកន្លងទី2ខ្ញុំដាក់អក្សរកាត់ខ្ញុំដាក់អក្សរ DB អញ្ចឹងណាអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងកន្លែងនេះគឺវាឲ្យយើង create ទេមានន័យថាយើងតើយើងមាន199 diamond ទើបយើងអាចបង្កើតបានហ្នឹងហើយអញ្ចឹងបើសិនជាយើងចង់បង្កើតបានយើងយក free ខាងក្រោមនេះមកយើង tick ខាងក្រោមនេះមកអញ្ចឹងកន្លែង tick ខាងក្រោម free នេះគឺវាមានលក្ខខណ្ឌរបស់គេដែរតើយើងលេងជាមួយនឹងមិត្តភ័ក្តិរបស់យើងចំនួន2នាក់គ្រប់ចំនួន10 match អញ្ចឹងបានយើងអាចបង្កើត free បានក្រុមឬក៏យើងហៅថា squad នឹងមួយអញ្ចឹងអ្នកនរគ្នាត្រូវលេងជាមួយមិត្តភ័ក្តិអ្នកនរគ្នាចំនួន2នាក់3នាក់ទាំងខ្លួនយើងមួយហ្នឹងឲ្យបាន10វគ្គអញ្ចឹងយើងអាចបង្កើត free បានហើយអញ្ចឹងបន្ទាប់ពីហ្នឹងហើយយើងចុច create squad នេះមកនេះកន្លែងពណ៌លឿងហ្នឹងយើងចុចទៅហើយចុច OK អញ្ចឹងនេះវាដាក់ថា name ដែលយើងបានដាក់ហ្នឹងគឺគេប្រើហើយអញ្ចឹងយើងដាក់ឈ្មោះផ្សេងមកហ្នឹងហើយយើងកែឈ្មោះអញ្ចឹងខ្ញុំដាក់អញ្ចឹងខ្ញុំដាក់ថាអញ្ចឹងខ្ញុំចេះដាក់ដែរណាយើងដាក់ថាអង្គរ mobile អញ្ចឹងខ្ញុំឧទាហរណ៍ណាខ្ញុំដាក់អង្គរ mobile បន្ទាប់មកកន្លែងអក្សរកាត់ហ្នឹងយើងដាក់ AM អញ្ចឹងខ្ញុំឧទាហរណ៍ណាអញ្ចឹងគ្នាយើងសម្រាប់គ្នាយើងចង់ដាក់ម៉េចយើងដាក់អញ្ចឹងទៅហ្នឹងហើយខ្ញុំដាក់ AM អញ្ចឹងបន្ទាប់ពីហ្នឹងហើយយើងចុច create squad នេះមកនេះហើយចុច OK អញ្ចឹងវាដាក់ name វាដាក់ថាគេប្រើហើយទៀតអញ្ចឹងណាអញ្ចឹងយើងដាក់ឈ្មោះណាដែលគេអត់ទាន់ប្រើដែលគេអត់ទាន់បង្កើតអញ្ចឹងយើងឧទាហរណ៍ដូរទៀតមកតែឥឡូវខ្ញុំដាក់អញ្ចឹងខ្ញុំដាក់ទាំងគោអញ្ចឹងមួយកុំឲ្យវាជន់គេពេកអញ្ចឹងហើយអញ្ចឹងយើងដាក់អញ្ចឹងហើយយើងចុច create clear មកនេះឃើញទេអញ្ចឹងឥឡូវយើងបានបង្កើតបានជោគជ័យហើយអញ្ចឹងបន្ទាប់ពីយើងបង្កើតហើយវាឲ្យយើង invite friend invite មិត្តភ័ក្តិរបស់យើងចូលមកកាន់ក្រុមរបស់យើងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ invite អីអ្នកនរគ្នាចុចចុចញ៉ាបងមកនេះចុចញ៉ាបងអញ្ចឹងមកយើងមើលអ្នកណាដែលយើងចង់ invite យើងគ្រាន់តែចុចសញ្ញាបងទៅប៉ុណ្្នឹងហើយបន្ទាប់ពីយើងចុច invite ហើយយើងអាចខ្វែងបានជាស្រ័យហ្នឹងហើយអញ្ចឹងហ្នឹងហើយបន្ទាប់ពីយើងinvite ហើយយើងអាចខ្វែងចេញទៅហ្នឹងហើយបន្តមកនេះយើងអាចមើលក្នុងក្រុមរបស់យើងឬក៏យើងហៅថា squad របស់យើងហៅថា squad របស់យើងនេះអញ្ចឹងវាតបនឹង level 1ទេដោយសារយើងបង្កើតដំបូងហើយទី2អីយើងអាចធ្វើការដូរឈ្មោះបានប៉ុន្តែតើយើងចង់ដូរឈ្មោះតើយើងមានការដូរឈ្មោះអញ្ចឹងណាអញ្ចឹងវីដេអូចែកម្លែកហ្នឹងគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយជាចុងក្រោយកុំភ្លេចជួយ subscribe ម្នាក់មួយផងហ្នឹងហើយបាយបាយ